សៀមអត់បញ្ជួយបងប្អូនជនជាតិឥឡូវនេះវាផ្លាស់ប្ដូរមកភូមិជោគជ័យម្ដងទៅជនហើយឮថាត្រៀមមានទាំងយោធាសៀមនិងអ្នកសារព័ត៌មានសៀមជាច្រើនដែលមកត្រៀមនៅក្នុងភូមិជោគជ័យនេះបាទយើងឃើញថាបងប្អូនប្រជាពលរដ្ឋអ្នកសារព័ត៌មានយើងនៅទូទាំងប្រទេសជាតិកម្ពុជាក៏ដូចជាសារព័ត៌មានជាតិនិងអន្តរជាតិបាទបានមកដល់ទីតាំងនេះដើម្បីប្រមាញ់ក៏ដូចជាប្រមូលព័ត៌មានច្បាស់ការគ្រប់ជ្រុងជ្រោយជូនបងប្អូនប្រជាពលរដ្ឋហើយក៏ជាសារព័ត៌មានមួយដែលបង្ហាញទៅសហគមន៍អន្តរជាតិទាក់ទងទៅនឹងគំនិតក៏គ្លឿននៃការឈ្លានពានអធិបតេយ្យភាពរបស់យោធាសៀមមកលើប្រជាពលរដ្ឋស្រុកត្រង់នៅកម្ពុជាផងដែរហើយនៅទីតាំងនេះទរជនយើងឃើញថាអ្នកសារព័ត៌មានយើងរាប់រយអង្គភាពទាំងសារព័ត៌មានជាតិនិងអន្តរជាតិគាត់បានមកដល់ទីតាំងនេះដើម្បីត្រៀមក្នុងការយកព័ត៌មានបង្ហាញទៅសហគមន៍អន្តរជាតិទាក់ទងទៅនឹងអ្វីដែលជាអំពើសាហាវយងក្នុងរបស់យោធាសៀមបំពេញលើអធិបតេយ្យរបស់កម្ពុជាបាទយើងគឺថាអ្នកសារព័ត៌មានយើងទៅរាប់រយអ្នកទរជនយើងមានថាអ្នកសារព័ត៌មានជាតិនិងអន្តរជាតិទៀតមិនធម្មតាទរជនណាដើម្បីប្រមាញ់ប្រមូលព័ត៌មានពិតជាមកជារដ្ឋអ្វីដែលជាកត្តាសំខាន់យើងឃើញថាសារព័ត៌មានមួយរូបមកពីសហរដ្ឋអាមេរិកសេតាវិមានសហរដ្ឋអាមេរិកគឺលោក Michael Alfaro ក៏បានមកដល់ទីតាំងស្ថិតនៅក្នុងភូមិជោគជ័យឃុំអូ3ជាន់នេះផងដែរទាំងភូមិព្រៃច័ន្ទព្រឹកមិញនិងព្រៃច័ន្ទឥឡូវនេះមកដល់ភូមិជោគជ័យដើម្បីចាប់យករូបភាពពិតដើម្បីជាការបង្ហាញបញ្ជាក់ទៅសហគមន៍អន្តរជាតិទាក់ទងទៅនឹងការឈ្លានពានរបស់យោធាសៀមមកលើកម្ពុជា